មកធ្វើម្ហូបងាយៗជាមួយគ្នាបងប្អូននៅប្រទេសជប៉ុនគ្រឿងអត់សូវមានគ្រប់ទេអញ្ចឹងឆ្នៃចេះតែធ្វើអញ្ចឹងណាបងប្អូនដូចឃើញនៅក្នុងដើមវីដេអូអញ្ចឹងគឺម្ហូបការីខ្មែរយើងនឹងឯងដោយសារតែនៅនេះហ្នឹងគ្រឿងអត់សូវគ្រប់ទេមានតែបន្លំបកើខ្លះទៅអញ្ចឹងណាបងប្អូនបើបន្លែវិញខ្ញុំយកទៅដាក់ចំហុយនៅក្នុងអូវិនមុនយកបន្លែហ្នឹងវាហុយមុនទៅយើងស្រួលចម្អិនអញ្ចឹងបងប្អូនណាមួយនៅនេះអីបានថ្លៃគេអីហ្នឹងក៏ថ្លៃដែរអញ្ចឹងបងប្អូនយើងចេះតែបន្លំបកើអញ្ចឹងណាងាយទេបងប្អូនហើយគ្រឿងអីនេះសិតតែកិនទុកមុនឲ្យខ្លះសេក្នុងទូកអញ្ចឹងណាតើពេលយើងត្រូវប្រើទៅបានយកចេញមកប្រើព្រោះអញ្ចឹងទៅម្ហូបយើងធ្វើបានឆាប់បានញ៉ាំអញ្ចឹងបងប្អូនវីដេអូហ្នឹងរៀងញាប់បន្តិចដោយសារតែពេលថតហ្នឹងវាយូរដែរអញ្ចឹងក៏កាត់ឲ្យបលឿនបន្តិចទៅឲ្យវីដេអូហ្នឹងរៀងខ្លីអញ្ចឹងណាបងប្អូនពេលឆាគ្រឿងរួចហើយមើលទៅបន្លែក៏ឆ្អិនដែរក៏យកបន្លែចេញមកសិននៅនេះមិនងាយថារកសាច់បានដូចនៅខ្មែរទេបងប្អូនអីនៅឃើញឃ្លានហើយមានសាច់អីក្នុងទូយកចេញមកដាក់ធ្វើអញ្ចឹងម្រងធ្វើម្ហូបនេះមិនមែនធ្វើតែមួយមុខឆាគ្រឿងនេះធ្វើសម្លម្ជូរផងធ្វើការីផងសាច់នេះសាច់ប្រភេទសាច់ស្តេកយើងយកមកហាន់ចំណិតទូចចេញមកស្រួលធ្វើម្ហូបពេលហាន់ចំណិតទូចហើយយើងយកវាទៅដាក់ឆាជាមួយគ្រឿងដែលយើងឆាមុនដាក់ចូលគ្នាទៅហើយយើងច្របល់វាឲ្យចូលគ្រឿងទៅបងប្អូនស្អាតតែសាច់នោះវានៅឆៅហើយវាអត់ទាន់ចូលជាតិអញ្ចឹងយើងឆាវាត្រឡប់ចុះត្រឡប់ឡើងហើយដាក់គ្រឿងតិចតួចទៅឲ្យវាបានចូលជាតិបន្ទាប់ពីយើងឆាគ្រឿងនិងសាច់នោះចូលជាតិគ្នាហើយយើងយកបន្លែដែលយើងយកពីអូនឲ្យចំហុយយើងដាក់ចូលមកឆាទៀតទៅបងប្អូនឆាបែបដូចនៅខ្មែរយើងអញ្ចឹងយើងឆាបន្លែសាច់និងគ្រឿងឲ្យវាចូលគ្នាហើយយើងទុកវាមកសន្ទុះទៅតាមពិតទៅនៅខ្មែរគេឆាខ្ទឹមប្រាំងនេះមុនជាមួយនឹងសាច់អីចឹងឲ្យវាផ្អែមចូលជាតិគ្នាគេថាតែផ្លេចអញ្ចឹងបានដាក់ចូលតាមក្រោយនៅក្នុងស្ដាយដែរតែមិនអីបានដាក់ចូលទៅក៏ឲ្យថាមានជាតិមានបន្លែគ្រប់អញ្ចឹងបងប្អូនមើលសួនបន្លែដែលខ្ញុំដាំទុកចោលថ្ងៃមុនណាបងប្អូនហើយទៅបីបន្លែខ្លះយកទៅទឹកញ៉ាំបន្ទាប់ជាមួយនឹងគ្រឿងការីយើងអញ្ចឹងណាខ្ញុំដាំនេះបងប្អូនអត់ដឹងថានៅខ្មែរគេហៅដើមអីហើយនៅជប៉ុនក៏ភ្លេចឈ្មោះអញ្ចឹងតែដើមហ្នឹងគេយកទៅញ៉ាំសាឡាត់ឬក៏គេយកទៅក្លុកជាមួយនឹងទឹកក្លុកញ៉ាំបើនិយាយពីអត្ថប្រយោជន៍វាមានច្រើនណាស់ខ្ញុំសើចនៅក្នុង Google ដែរអញ្ចឹងបងប្អូនបើថ្ងៃចេះអីល្អណាស់បងប្អូនអើយមើលបន្លែនេះឡើងខៀវស្ងាត់តែហ្មងមកក្បែរនេះវិញប្រភេទជីងកាមខ្ញុំដាំកាលពីរដូវត្រជាក់ហ្នឹងតែទៅពេលមានថ្ងៃបើកមកបងប្អូនហើយមើលវាលាស់ល្អខ្លាំងមែនទែនឃើញចឹងមិនស្មោយបងប្អូនគល់ក្រីបងប្អូនលាស់បានប៉ុណ្ណាមើលម្ហូបយើងវិញបងប្អូនហើយបន្ទាប់ពីយើងទុកចោលមកស្ទុះទៅហើយឲ្យវាចូលគ្រឿងគ្នាមានជាតិអញ្ចឹងយើងឆាវាពីដូចត្រឡប់យើងមើលតែសាច់យើងល្មមឆ្អិនហើយយើងចាប់ផ្ដើមញែកវាដាក់ចូលក្នុងឆ្នាំងទូចធ្វើគ្រឿងសម្លម្ជូរ
ញ៉េតហ្នឹងយើងយកតែប្រភេទសាច់ហើយនឹងប្រភេទខ្ទឹមបារាំងណាបងប្អូនយើងឆាយើងស្លសម្លម្ជូរទៅយើងដាក់ប្រភេទបន្លែខៀវចូលអញ្ចឹងណាហើយនេះប្រភេទការីមានដំឡូងបារាំងខ្ទឹមបារាំងហើយនឹងមើមការ៉ុតអញ្ចឹងបងប្អូនទៅយើងចាប់ផ្ដើមដាក់ភ្លើងវាហើយមុននឹងភ្លេចដាក់គ្រឿងបងប្អូនឥឡូវយកវាចេញស្ករអំបិលយកមកដាក់ចូលអញ្ចឹងណាដោយសារតែគ្រឿងខ្ញុំយកមកពីខ្មែរហ្នឹងវាមានប្រៃដែរអញ្ចឹងបងប្អូនគ្រឿងការីហ្នឹងអញ្ចឹងទៅក៏យើងអត់សូវដាក់អំបិលច្រើនទេពេលដែលយើងធ្វើហើយទៅយើងភ្លក់មើលអញ្ចឹងណាថាមានជាតិប្រៃអីមិនអញ្ចឹងទៅយើងចាប់ផ្ដើមបន្ថែមអានេះកាពិបងប្អូនថាបងប្អូនដូចខ្ញុំដែរអត់ទេពេលស្លគ្រឿងអីហ្នឹងចូលចិត្តដាក់គ្រឿងដូចកាពិអីហ្នឹងមកជូរខ្ញុំហ្នឹងខ្វះគ្រឿងបងប្អូនមានបន្លែអីដូចនៅខ្មែរទេមានតែដូចស្ពៃហ្នឹងហើយស្ពៃនេះគេហៅប្រភេទស្ពៃហូរៀនសូបងប្អូនស្ពៃហ្នឹងផ្អែមណាបងប្អូនពេលដាក់ស្លជាមួយនឹងសម្លប្រហើរឬក៏សម្លមកជូរអីក៏បានដែរអញ្ចឹងបងប្អូនមើលការីខ្ញុំវិញឥឡូវចាប់បានខ្ទិះដូងចូលតែខ្ទិះដូងនេះអត់សូវមានជាតិដូចនៅខ្មែរទេបងប្អូនឯងដាក់មកបានត្រឹមតែឲ្យឃើញថាមានខ្ទិះអញ្ចឹងណាបើនិយាយពីរសជាតិវិញអត់ឆ្ងាញ់ដូចនៅខ្មែរយើងទេបងប្អូនតែមិនអីទេបងប្អូនបានតែប៉ុណ្ណេះក៏គាត់ថាមានជាតិឲ្យដឹងពីការីអញ្ចឹងនឹកតែក្លៀនការីដែរលេចមកមើលសម្លម្ជូរខ្ញុំវិញណាស្ពៃនេះដាក់គល់វាពីដំបូងទៅពេលចិត្តឆ្អិនទៅក៏ចាប់ផ្ដើមដាក់ស្លឹកម្ហូបខ្ញុំងាយទេបងប្អូននៅប្រទេសជប៉ុននេះមិនងាយថាមានបន្លែឬក៏គ្រឿងអីគ្រប់ដូចនៅខ្មែរទេនៅតែក្លៀនសម្លម្ហូបអីហើយឆ្នៃទៅបងប្អូនអើយបានមកគ្រាន់តែមានជាតិហើយនឹងញ៉ាំកើតទៅអញ្ចឹងណាសម្រាប់អ៊ំពូមីងបងប្អូនណាគាត់ជំនាញខាងម្ហូបអីគាត់មើលវីដេអូខ្ញុំនេះអីទៅចិត្តអញ្ចឹងព្រោះតែមានតែគ្រឿងអីដាក់ទៅវាមិនសមតែសម្លការីឬក៏សម្លម្ជូរខ្មែរយើងអញ្ចឹងគ្រឿងក្រៅអីដាក់តែប្រឡំបកាគ្នាអញ្ចឹងបងប្អូនយើងកូរវា2 3ត្រឡប់ទៅរៀងខ្លួនអញ្ចឹងទៅមើលតែតំណងហើយតែតំណងឆ្អិនហើយយើងចាប់ផ្ដើមរៀបចំដាក់ចូលក្នុងចាននេះឆ្អិនហើយបងប្អូនអើយសម្លការីខ្ញុំមើលទៅទឹកឡើងរាវដូចសម្លអញ្ចឹងមិនមែនការីទេណាបងប្អូនដឹងថាហៅម្ហូបនឹងហៅឈ្មោះថាម្ហូបអីសមហើយបងប្អូនជួយដាក់ឈ្មោះផងបើនិយាយពីរសជាតិអីល្មមគួរសមអាចថាញ៉ាំជាមួយនឹងនំបញ្ចុកឬក៏ញ៉ាំបាយបានអញ្ចឹងណានៅច្រើនពេកទៅក៏ម្លេចដាក់ជា2ចានបានធំមួយទូចមួយហើយមកមើលសម្រាប់ម្ជូរគ្រឿងខ្ញុំវិញអិនដែរអញ្ចឹងបងប្អូនចាប់ផ្ដើមរៀបចំវាដាក់ចូលក្នុងកូនចានម្ជូរនេះវិញខ្ញុំចូលចិត្តព្រោះថារសជាតិវាដូចទៅនៅខ្មែរយើងដែរទេហើយវាក៏មិនថាខុសគ្នាអីប្រហែលដែរបើការីវិញចប់តែហ្មងបងប្អូនហើយរសជាតិខុសគ្នាដល់ឆ្ងាយតែហ្មងតែនឹងបងប្អូនសម្លម្ជូរគ្រឿងនិងសម្លការីខ្ញុំក៏ឆ្អិនហើយអរគុណបងប្អូនច្រើនបានចូលមើលវីដេអូខ្ញុំចាំជួបគ្នានៅវីដេអូក្រោយៗទៀត